already still ហើយនឹង yet អញ្ចឹង teacher ដឹងថាអ្នកនរគ្នាធ្លាប់រៀនពាក្យ3នឹងរួចហើយអញ្ចឹងឥឡូវ teacher មកប្រាប់ថាតើពាក្យ3នឹងការប្រើប្រាស់វាបែបណាចុះមកដល់ពាក្យទី1គឺយើងអានថា already we use already when something happened before now អញ្ចឹងយើងប្រើប្រាស់ already ដើម្បីនិយាយអំពីរឿងអីមួយដែលបានកើតឡើងមុនពេលឥឡូវហ្នឹងឧទាហរណ៍ I have already finished my homework I have already finished my homework ខ្ញុំបានធ្វើ homework របស់ខ្ញុំរួចហើយអញ្ចឹងសកម្មភាពហ្នឹងវាបានកើតឡើងមុនពេលឥឡូវហ្នឹងចូលមកដល់ទី2 still we use still to say that something is continuing អញ្ចឹងយើងប្រើប្រាស់ still ដើម្បីនិយាយអំពីរឿងអីមួយដែលកំពុងបន្តអញ្ចឹងមានថាការពីមុនយើងធ្វើបែបហ្នឹងអញ្ចឹងវាបន្តធ្វើរហូតដល់ឥឡូវហ្នឹងចំណាឧទាហរណ៍ I am still studying English ខ្ញុំនៅតែរៀនភាសាអង់គ្លេសខ្ញុំនៅតែបន្តរៀនភាសាអង់គ្លេសចឹងថាពេលមុនយើងរៀនអង់គ្លេសចឹងឥឡូវក៏យើងនៅរៀនដែរយើងនៅតែរៀនភាសាអង់គ្លេសនឹងរហូតចំណាទី3 yet we use yet when something did not happen until now យើងប្រើប្រាស់ yet ដើម្បីនិយាយរឿងអីមួយដែលអត់ទាន់បានកើតឡើងរហូតដល់ឥឡូវហ្នឹងចឹងវាផ្ទុយទៅនឹង already ឃើញអត់ already មានន័យថារឿងហ្នឹងបានកើតឡើងមុនពេលឥឡូវប៉ុន្តែនេះអត់ទាន់បានកើតឡើងទេរឿងហ្នឹងឧទាហរណ៍ Has she arrived yet Has she arrived yet តើនាងមកដល់ហើយនៅមួយទៀត I haven't eaten dinner yet ខ្ញុំអត់ទាន់ញ៉ាំអាហារពេលល្ងាចរួចទេឃើញអត់អញ្ចឹងយើងប្រើប្រាស់ yet បែបហ្នឹងអញ្ចឹង yet ភាគច្រើនយើងប្រើប្រាស់នៅក្នុង negative sentence ហើយនិង question sentence អញ្ចឹងសរុបមកវិញគឺ teacher ចង់ឲ្យយើងចេះប្រើប្រាស់ already still ហើយនិង yet បើសិនបើអ្នកទាំងអស់គ្នាយល់ពីវីដេអូរបស់ teacher កុំភ្លេច comment ពាក្យទាំង3ហ្នឹងដែលបង្កើតជាប្រយោគនៅខាងក្រោម comment ផង Goodbye everyone